តាចាហៅសួស្តីអ្នកនរគ្នាសូមស្វាគមន៍មកកាន់វីដេអូទី7នៃការចែករំលែកតាក់ទងទៅនឹងមូលដ្ឋានគ្រឹះនៃការសិក្សាភាសាចិនអញ្ចឹងវីដេអូរបស់យើងបានកន្លងទៅ6វីដេអូរួចហើយឥឡូវនេះគឺជាវីដេអូចុងក្រោយនៃការចែករំលែកតាក់ទងទៅនឹងការសិក្សាមេរៀនមូលដ្ឋានគ្រឹះនៃភាសាចិននឹងផងដែរតោះឥឡូវថ្ងៃនេះខ្ញុំមកចែករំលែកតាក់ទងទៅនឹងការហ្វឹកហាត់ប្រកបព្យញ្ជនៈស្រៈវិញម្ដងពីព្រោះអីយើងរៀនព្យញ្ជនៈស្រៈរួចរាល់ហើយយើងរៀនពីការបញ្ចេញសំឡេងអីរួចរាល់ហើយនៅឡើយតែការហ្វឹកហាត់នៃការបង្កប់អានតែប៉ុណ្ណោះបាទឥឡូវកុំឲ្យខាត់ពេលយូរយើងហ្វឹកហាត់អានទាំងអស់គ្នាតែម្ដងបាទនេះព្យញ្ជនៈរបស់យើងមានព្យញ្ជនៈបូកស្រៈបូកសំឡេងហើយនេះគឺជារបៀបនៃការអានបាទឥឡូវយើងមានព្យញ្ជនៈអីគេបាទកមែនអត់កបូកស្រៈអោអញ្ចឹងសំឡេងថាតើយើងគួរដាក់សំឡេងនៅលើតួស្រៈណាមួយបើសិនយើងឃើញវាពីរអញ្ចឹងដូចវីដេអូដែលយើងបានសិក្សាក៏ដូចជាខ្ញុំបានបញ្ជាក់នៅវីដេអូមុនអញ្ចឹងស្រៈនឹងគឺវាអាស្រ័យទៅនឹងស្រៈតូលរបស់យើងស្រៈណាមួយដែលជារបស់ស្រៈតូលនឹងដែលនៅមុនគេយើងត្រូវដាក់នៅលើសំឡេងមួយនោះអញ្ចឹងក្នុងចំណោមស្រៈពីរហ្នឹងតើស្រៈណាមួយដែលចាប់ផ្ដើមមុនគេនៅក្នុងស្រៈតូលរបស់យើងa o e u u អញ្ចឹងស្រៈa ចាប់ផ្ដើមមុនគេមែនអត់អញ្ចឹងយើងដាក់សំឡេងនៅលើស្រៈ a បាទអញ្ចឹងកអោកោដល់ពេលសំឡេងទី1អានយ៉ាងណាកោអានស្មើតែម្ដងបាទបន្តទៀតលបាទលបូកអាយបាទអញ្ចឹងដាក់សំឡេងយើងដាក់នៅលើតួស្រៈណាមួយរបស់ស្រៈតូលរបស់យើងដែលចាប់ផ្ដើមមុនគេបាទអញ្ចឹងពីរហ្នឹងតើណាមួយដែលចាប់ផ្ដើមមុនគេនៃស្រៈតូលរបស់យើងគឺស្រៈ a ដដែលបាទសំឡេងទីប៉ុន្មានបាទអញ្ចឹងសំឡេងយើងមាន4មែនទេសំឡេងទី1ទី2ទី3ទី4អញ្ចឹងនេះគឺជាសំឡេងទីប៉ុន្មានសំឡេងទី2បាទអញ្ចឹងយើងដាក់មកសិនមកបាទអធិស្ឋានខ្ញុំទៅសេបឆិតរៀងអត់សូវស្អាតបន្ទោះផងបាទអូខេអញ្ចឹងអានទាំងអស់គ្នាលអាយឡាយដល់ពេលសំឡេងទី2ឡាយបាទអូសសង្កត់ពីក្រោមអូសឡើងលើតែម្ដងឡាយបាទស៊ីបូកស្រៈអ៊ីបាទសំឡេងយើងដាក់សំឡេងយើងពឹងផ្អែកមើលទៅលើស្រៈតូលរបស់យើងនេះបាទអញ្ចឹងស្រៈតូលរបស់យើងក្នុងចំណោមពីរហ្នឹងណាមួយនៃស្រៈតូលរបស់យើងចាប់ផ្ដើមមុនគេគឺស្រៈនេះមែនអត់បាទa o e បាទអញ្ចឹងដាក់សំឡេងនៅលើស្រៈអឺមកអញ្ចឹងបន្តមកយើងអានស៊ីអ៊ីសៀដល់ពេលសំឡេងទី3បាទសំឡេងទីប៉ុន្មានបាទ1 2 3សំឡេងទី3អញ្ចឹងយើងអានសៀបាទសៀបាទអញ្ចឹងសំឡេងទី3បាទឥឡូវយើងបន្តទៀតដល់ខបាទខបូកអ៊ូស្រៈអ៊ូអញ្ចឹងខអ៊ូខូដល់ពេលសំឡេងទី1ដោយសារតែវាមានស្រៈតែមួយអញ្ចឹងអត់ចាំបាច់ត្រូវពិចារណាថាដាក់នៅលើត្រង់ណាទេគឺដាក់នៅលើស្រៈតែម្ដងបាទស្រៈអ៊ូបាទអញ្ចឹងខអ៊ូខូដល់ពេលសំឡេងទី1ខូបាទអានធម្មតាបន្តទៀតកបូកស្រៈអីបាទស្រៈអ៊ុយអញ្ចឹងកអ៊ុយគួយសំឡេងពិចារណាថាយើងដាក់ណាមួយដែលជាស្រៈតូលដើមគេបាទរវាងយើងមានពីរនេះមែនអត់អញ្ចឹងសាកមើលរវាង e u មួយណាមុនគេ e មុនគេអញ្ចឹងពេលដែលយើងដាក់ពីលើស្រៈ e នេះរបស់វាដើមនេះអាចលុបចោលបានហើយយើងដាក់សំឡេងចូលមកបាទអញ្ចឹងអានកអ៊ុយគួយដល់ពេលសំឡេងទី4យើងអានគួយបាទបែបហ្នឹងឯងអញ្ចឹងបន្តទៀតយើងអានយើងដល់ផបាទផបូកស្រៈអីគេបាទបូកស្រៈអាអញ្ចឹងសំឡេងដោយសារវាមានតែមួយស្រៈអញ្ចឹងអត់ពិបាកគិតទេដាក់ពីលើស្រៈតែម្ដងផអាផាសំឡេងទី4អានយ៉ាងណាផាបាទអានបែបហ្នឹងឯងផអាផាសំឡេងទី4ផាបាទបន្តទៀត
លបូកស្រៈអីគេបាទបូកស្រៈអីអញ្ចឹងសំឡេងពិចារណាទៅលើស្រៈតូរបស់យើងថាតើណាមួយដាក់មុនគេរវាងហើយនឹងមុនគេមែនអត់អញ្ចឹងយើងដាក់មកលអីលៃដល់ពេលសំឡេងទីប៉ុន្មានបាទសំឡេងទី4យើងអានលៃបាទសង្កត់ចុះក្រោមយ៉ាងតែម្ដងបន្តទៀតលដដែលបូកជាមួយស្រៈអោបាទសំឡេងទីប៉ុន្មានបាទសំឡេងទី3ហើយសំឡេងនេះយើងដាក់នៅលើស្រៈតូដែលផ្ដើមមុនគេអញ្ចឹងមួយណាផ្ដើមមុនគេអូខេអញ្ចឹងលអោឡោដល់ពេលដាក់សំឡេងទី3ចូលឡោបាទអានបែបបាទឥឡូវយើងចូលមកដល់មកចំហៀងទៀតអញ្ចឹងត្រង់ហ្នឹងយើងដល់ជំនះឈីបាទឈីបូកអ៊ីបាទអ៊ីមកមូលបាទអញ្ចឹងយើងបូកអ៊ីអញ្ចឹងដូចខ្ញុំធ្លាប់បានប្រាប់ពីមុនមកអញ្ចឹងឈីពេលបូកអ៊ីហើយនឹងយឺអញ្ចឹងពេលទៅសេជា pin in យើងលុបអាសញ្ញាចុច2ពីលើនេះចោលបាទហើយយើងដាក់សំឡេងចូលមកបាទសំឡេងទី4បាទអញ្ចឹងឈីបូកអ៊ីទៅជាឈីដល់ពេលសំឡេងទី4ឈឺបាទបន្តទៅទៀតបាទតើបូកស្រៈយូបាទហើយយើងដាក់សំឡេងចូលបាទសំឡេងរបស់យើងទៅដាក់លើកន្លែងណាតោះនេះមែនអត់អញ្ចឹងយើងអាចលុបអាក្បាលហ្នឹងចោលហើយយើងដាក់សំឡេងចូលមកបាទតើអ៊ីវទីវសំឡេងទី1ទីវបាទបន្តទៀតកបូកអូស្រៈអូបាទអញ្ចឹងយើងដាក់សំឡេងចូលសំឡេងទី3អញ្ចឹងរវាង2នេះយើងដាក់ទៅលើមួយណាមុនគេបាទខាងនេះអញ្ចឹងកអូកោដល់ពេលសំឡេងទី3កោបាទបន្តទៅទៀតខបូកស្រៈអញ្ចឹងដាក់សំឡេងចូលដោយសារតែស្រៈមានតែមួយអញ្ចឹងមិនពិបាកទេយើងដាក់នៅលើស្រៈហ្នឹងតែម្ដងបាទខដល់ពេលសំឡេងទី4ខបាទបន្តទៀតពបូកស្រៈអ៊ូបាទអញ្ចឹងដាក់សំឡេងចូលមកពអ៊ូពូសំឡេងទី4ពូបាទពូយើងបន្តទៀតដល់ស៊ីបាទស៊ីបូកយឺអញ្ចឹងពេលនេះមកយើងដាក់សំឡេងបាទអញ្ចឹងស៊ីបូកយឺយើងអានថាសៀយើងសកត់ឡើងតិចចឹងទៅប៉ុន្តែអានមាត់មូលដូចគ្នាបាទអញ្ចឹងបន្តមកទៀតត្រង់ចំណុចចុងក្រោយពីនេះយើងមាន note មួយe ពេលដែលយើងបូកស្រៈសំឡេងរបស់វាទៅជាអក្សរសូសំឡេងអក្សរយ៉អ៊ូពេលបូកស្រៈសូសំឡេងរបស់វាទៅជាអក្សរសូវបាទអូខេអញ្ចឹងយើងសាកអានដល់អ្នកគ្នាអ៊ូអអញ្ចឹងអ៊ូបូកស្រៈអអញ្ចឹងសូរបស់វាអីគេបាទចេញសូអក្សរវបាទអញ្ចឹងអ៊ូអវដល់ពេលសំឡេងទី3ចេញវបាទវអូខេវអញ្ចឹងអ៊ីពេលបូកស្រៈទៅជាអីគេទៅជាសូអក្សរយ៉បាទអូខេទៅជាសូយ៉អញ្ចឹងដាក់សូសិនមកដាក់សំឡេងពីឲ្យចាំអានបាទអញ្ចឹង ER យ៉ាបាទ ER យ៉ាដល់ពេលសំឡេងទី1យ៉ាធម្មតាបាទអញ្ចឹងវីដេអូយើងគឺមានប៉ុណ្្នឹងទេអរគុណច្រើនសម្រាប់ការតាមដានវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ជួបគ្នាជាមួយខ្ញុំបាទវីដេអូក្រោយបាយបាយជ័យជៀន